រៀបសួរហើយនឹងសួស្តីថ្ងៃនេះយើងតមេរៀនរបស់យើងហើយមេរៀនរបស់យើងហ្នឹងគឺយើងសិក្សាបន្តពីសៀវភៅថ្នាក់ទី1ភាគ1ហើយនេះគឺជាសៀវភៅថ្នាក់ទី1ភាគ2ហើយការសិក្សាមេរៀននេះដែរគឺយើងត្រូវតែមានសៀវភៅជំនួយថ្នាក់ទី1ភាគ2ដែលមានសញ្ញាកុមារៀនកុមារចេះឬក៏គេហៅថាសញ្ញារូបកង្កែបអញ្ចឹងយើងចូលទៅកាន់មេរៀនយើងទាំងអស់គ្នានៅពេលដែលយើងបើកសៀវភៅមកគឺយើងឃើញផ្នែកទី1គេដាក់សញ្ញាមូសកតនឬក៏ធ្មេញកណ្ដុរហើយសញ្ញាមូសកតនឬធ្មេញកណ្ដុរនេះដែរជាទូទៅយើងហៅថាសម្លាប់ពីរហើយនេះគឺជារូបរាងរបស់សញ្ញាសម្លាប់ពីរជាងយើងចូលទៅកាន់មេរៀនរបស់យើងតែម្ដងហើយមេរៀនរបស់យើងគឺយើងតពីមេរៀនមុនគឺលើកនេះមេរៀនទី30ហើយនេះយើងអានថាងសម្លាប់ពីងម្ដងទៀតងសម្លាប់ពីងអញ្ចឹងយើងត្រូវអានដោយខ្លួនឯងឲ្យបានច្រើនដងដើម្បីឲ្យច្បាស់សូរហើយនឹងបញ្ចេញសូរបានត្រឹមត្រូវម្ដងទៀតងសម្លាប់ពីងហើយយើងថាងហើយតារាងខាងលើនេះគឺជាគំរូនៃរបៀបអានបើយើងជាអត់តន់ចេះទេយើងអាចអានងសម្លាប់ពីងអាងាងសម្លាប់ពីងអោងោនេះបើសិនជាយើងមិនទាន់អាចផ្សំសូរប្រកបបានច្បាស់តែបើសិនជាយើងអានងសម្លាប់ពីងច្បាស់ហើយនឹងយើងច្បាស់ហើយយើងអានងតែម្ដងនេះត្រង់យើងអានងតែម្ដងងអាងាងអោងោងអូងោហើយសួរថាចុះបើយើងអានងសម្រាប់ពីងអែងែត្រូវអត់ត្រូវដូចគ្នាអត់ខុសទេយើងអានតទៀតមកងអៃងៃងអោះងោះហើយសម្រាប់តារាងបន្តទៀតនេះគឺជាតារាងដែលបង្ហាញពីលក្ខណៈពិសេសរបស់សម្លាប់ពីរសញ្ញាសម្លាប់ពីរដែលមាននៅលើអក្សรงនេះនៅពេលដែលប្រើជាមួយនឹងស្រៈចំនួន6ស្រៈអេស្រៈអីស្រៈអឺស្រៈអើស្រៈអាំហើយនិងស្រៈអឺគឺដាច់ខាតត្រូវតែបដូរទៅជាបុកជើងហើយសញ្ញាបុកជើងនេះគឺខុសពីស្រៈអុកក៏ប៉ុន្តែយើងមើលនៅក្នុងកុំព្យូទ័រវាឃើញដូចគ្នាតែការពិតនៅពេលដែលយើងសរសេរនៅក្នុងសៀវភៅគឺវាខុសគ្នាដោយសញ្ញាបុកជើងដោយសញ្ញាបុកជើងគឺយើងសរសេរត្រង់តែម្ដងហើយស្រៈអុកគឺយើងសរសេរមានក្បាច់មានចលនាផុសពីដោយសារនៅក្នុងកុំព្យូទ័របាក់សរសេរបន្តិចអញ្ចឹងហើយនេះគឺជាលក្ខណៈពិសេសហើយលោកគ្រូអ្នកគ្រូដែលបង្រៀននៅតាមថ្នាក់នីមួយៗគឺគាត់បានបញ្ចូលបច្ចៈបន្ថែមហើយអញ្ចឹងយើងអានអស់គ្នាហើយរបៀបអានគឺអានដូចគ្នាងដូចគ្នាងអេងែងអីងៃងអឺងើងអើងើងអាំងាំងអឺងើហើយយើងអាចអានកូនអាចអានដោយខ្លួនឯងម្ដងឬក៏ពីរដងបន្ថែមទៀតបើសិនជាកន្លែងណាអត់ច្បាស់ទេអាចខាវីដេអូបានយើងចូលទៅចំណុចបន្តទៀតគឺការអានពាក្យយើងអាចប្រកបបើសិនជាយើងមិនទាន់ជាច្បាស់តែបើយើងច្បាស់ហើយយើងអាចអានយកតែម្ដងឥឡូវប្រកបលោកគ្រូនឹងនាំប្រកបងអែងែងនឹងរងងែងអាំងាំចអៅចៅងអាងាចៅងាងអេងេហើយនេះគឺជាសញ្ញាលេខតូអញ្ចឹងយើងត្រូវអាន2ដងងេនេះអានដូចគ្នាងអោះងោះជាងអានថាងោះងអាងាពាក្យនេះដដែលទេងែងតអាតាងអោងោតាងោ
cho áo cháy ngò ố ngô cháy ngô từ cái dựng an đem đón ngày ngó ngắm chảy ngá nghe nghe ngọt ngó ngá ngày ngó tà ngáo cháy ngô và bây giờ dựng an chóp với từ án ắt bật khởi cá án ắt bật khởi hayสำหรับ ắt bật khởi ពីមេរៀននេះទៅលោកគ្រូឈប់អានម្ដងប្រកបម្ដងមួយហើយគឺលោកគ្រូអានតែម្ដងហើយមេរៀនមុនគឺយើងអានលោកគ្រូប្រកបមួយហើយផ្សំចូលម្ដងមួយអញ្ចឹងដោយសារមេរៀនចាប់ពីពេលនេះទៅគឺអក្សរកាន់តែច្រើនអញ្ចឹងហើយខាត់ពេលក្នុងការដែលយើងប្រកបនឹងអានអញ្ចឹងហើយកូនឯងប្រកបខ្លួនឯងបើសិនជាកន្លែងណាអត់ច្បាស់ហើយកូនឯងមើលវីដេអូបន្ថែមដែលលោកគ្រូបានទម្លាក់នៅក្នុងនេះតាងោហៅចៅងោទៅហ្វាឡាឥឡូវយើងអានពីលើមកទាំងម្ដងមកកុំឲ្យយើងខានវា farming លោកគ្រូគ្រាន់តែបង្ហាញដោយសារតែវាមានពាក្យច្រើនបាទការអានអត្ថបទខ្លីចៅងោដើរងាយងតាងោហៅចៅងោទៅហ្វាឡាចៅងោដើរងាយងចៅងោនាំអាគីទៅហ្វាឡាដែរតាងោថាកុំនាំអាគីទៅចៅងោយំងោះងោះអាគីយំងេះងេះចឹងហើយមេរៀននេះគឺចាប់ត្រឹមតែប៉ុណ្ណេះហើយកូនអាចអានដោយខ្លួនឯងនៅក្នុងសៀវភៅជំនួយហ្នឹងយ៉ាងតិច2ទៅ3ដងដើម្បីបានចេះថែមហើយនឹងកាន់តែច្បាស់ជួបគ្នានៅវីដេអូក្រោយ